តាមរយៈបទចម្រៀងគោកខ្ពស់ក្បាលសដូចតទៅគោកខ្ពស់ក្បាលសដ៏មានជ័យរាជក្រុងបូរីព្រំដែនសីមាអាត្រៀតស្ងប់ស្ងាត់ក្លិនខ្លែពុនធាឡងមានសាស្មានថាក្លិនខ្លួនស្រស់ស្រីតែនដីអូស្មាច់នៅដាច់លើភ្នំតោសៀងតាត់យំជាមុនតន្ត្រីរៀមបងប្រត់អូនឈាមក្រាលផែនដីកងកងរៃចាំប្តីរសាចិនស្មោះរៀមឡើងលើភ្នំឆ្ងាយជំរុំភ្នំគោពួងរៀមតែនឹងស្រណោះរឿងយើងទាំងអស់ធ្លាប់រួមជាមួយគ្រួសារមកលុបរួតចំបៃភាំងក្តីស្នេហ៍ខ្ញុំអូអំពិលទុំទំនុំវាសនាបើបងសិនខ្សែចោលថ្លៃចិន្តាសូមស្នេហារក្សាវត្តងារយើងផងសដ៏មានជ័យរាជក្រុងបូរីព្រំដែនសីមាអាត្រៀតស្ងប់ស្ងាត់ក្លិនខ្លែពុនធាឡងងារសាស្មានថាក្លិនខ្លួនស្រស់ស្រីដែនដីអូស្មាច់នៅដាច់លើភ្នំតោសៀងតាត់យំជាមុនតន្ត្រីរៀមបងប្រត់អូនឈាមក្រាលផែនដីកងកងរៃចាំប្តីរសាចិនស្មោះរៀមឡើងលើភ្នំឆ្ងាយជំរុំភ្នំគោពួងរៀមតែនឹងស្រណោះរឿងយើងទាំងអស់ធ្លាប់រួមជាមួយគ្រួសារមកលុបរួតចំបៃភាំងក្តីស្នេហ៍ខ្ញុំអូអំពិលទុំទំនុំវាសនាបើបងសិនខ្សែចោលថ្លៃចិន្តាសូមស្នេហារក្សាវត្តងារយើងផងធ្វើដំណើរចាក់ចេញពីរមណីយដ្ឋានទឹកជ្រោះរត់ចំបៃមកក្នុងរយៈពេលមិនឆ្ងាយប៉ុន្មាននោះជាមួយនឹងការបណ្ដែតអារម្មណ៍តាមរយៈការច្រៀងបំពេរៀបរាប់របស់លោកអិនយេងយើងក៏បានមកដល់ទឹកដីនៃតំបន់អូស្មាច់តែម្ដងតំបន់ច្រកព្រំប្រទល់កម្ពុជាថៃអូស្មាច់នេះស្ថិតនៅភាគខាងជើងនៃទឹកដីនៃទីរួមខេត្តរតនមានជ័យក្នុងចម្ងាយប្រមាណ41គីឡូម៉ែត្រតាមបណ្ដោយដងផ្លូវលេខ68តំបន់នេះជាកន្លែងកម្សាន្តខ្នាតអន្តរជាតិដែលត្រូវបានគេរៀបចំឲ្យមានដូចជាកាស៊ីណូសណ្ឋាគារខ្នាតផ្កាយ5និងភោជនីយដ្ឋានជាដើមតំបន់ច្រកព្រំប្រទល់កម្ពុជាថៃអូស្មាច់បច្ចុប្បន្ននេះបានប្រែមុខមាត់ថ្មីក្រោមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយសោភ័ណភាពដ
តំបន់ច្រកព្រំដែនអូស្មាច់ជាកន្លែងទេសចរមួយដ៏សំខាន់ផងដែររបស់ទឹកដីនៃខេត្តរតនមានជ័យតំបន់នេះត្រូវបានអាជ្ញាធរដែនដីរៀបចំកែច្នៃរៀបរយលើគ្រប់ផ្នែកនិងគ្រប់វិស័យហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរទូទៅពិសេសគឺភ្ញៀវទេសចរជនជាតិថៃតែម្ដងតំបន់អូស្មាច់នេះគឺជាដែនដីជាយដែនមួយរបស់ប្រទេសកម្ពុជាដែលស្ថិតនៅក្នុងតំបន់ភ្នំនិងខ្ពង់រាបសប្តាហ៍ថ្ងៃនេះទឹកដីជាយដែននៃតំបន់អូស្មាច់ក្នុងខេត្តរតនមានជ័យបានក្លាយទៅជាទីប្រជុំជនដ៏ធំមួយដែលប្រមូលផ្ដុំទៅដោយមនុស្សម្នាគ្រប់ស្រទាប់វណ្ណៈជាតិនេះអូនផងប្រាថ្នា